បាទសួស្តីបងប្អូនប្រិយមិត្តក៏បូជាមិត្តរួមដំណើរគ្នាថ្ងៃនេះគឺខ្ញុំបង្ហាញប្លង់មួយទៀតនៅកន្លែងខាងថាព្រៃជ្រូកបងប្អូនអរគ្នាបងប្អូនឃើញហើយប្លង់មួយនេះបើបងប្អូនបានឃើញបានមកដល់ទីកន្លែងនេះនិយាយទៅថាអត់ចង់ត្រឡប់ទៅវិញទេដូចថ្ងៃនេះដែរគឺបងប្អូនខ្ញុំគាត់ទិញនុយមកខ្ញុំប្រាប់ថា1 កន្លះគីឡូម្នាក់អត់គ្រាន់ទេគាត់នៅតែទៅចេះថាអត់មានត្រីអញ្ចឹងណាបងប្អូនអរគ្នាក៏ប៉ុន្តែគឺខ្ញុំមិនបានដឹងថាកន្លែងនេះសម្បូរត្រីជារៀងរាល់ឆ្នាំអញ្ចឹងណាបងប្អូនហ្នឹងហើយត្រីជើងនៅមុខនេះតែអត់ចង់បានទេតូចឥឡូវហ្នឹងដល់វគ្គដែលយើងត្រូវលេងយកធំបងប្អូនត្រីសិតតែគីឡូទាំងអស់ចោលទាំងអស់នុយអាហ្នឹងសល់តែនុយស្ប៉ានិមិត្តនិយាយប្រាប់បងប្អូនទាំងអស់គ្នានុយកន្លះគីឡូហ្នឹងគឺខ្ញុំលេងតែពីព្រឹកមកសាប្រហែលជាម៉ោង7ដល់ម៉ោង9ម៉ោង10ហ្នឹងបងប្អូនទាំងអស់គ្នាតែម៉ោង10ជាងដល់ម៉ោង2 10ម៉ោង1គឺខ្ញុំអត់លេងទេដោយសារតែខ្ញុំខ្លាចវាអស់នុយហើយដល់ពេលដែលខ្ញុំចាប់ផ្ដើមលេងគឺលេងបានតែមកប្រាវគឺចាប់ផ្ដើមអស់នុយតែម្ដងអាប្អូននោះស្រែកតាំងពីមុនខ្ញុំទៅទៀតគាត់ថាអស់នុយតាំងពីម៉ោងមកដណ្ដប់ម្លេះព្រោះគាត់លេងតាំងពីព្រឹករហូតអត់ឈប់តែម្ដងហើយខ្ញុំដឹងថាសម្បូរត្រីគឺខ្ញុំអត់លេងទេថ្ងៃរសៀលព្រោះថ្ងៃរសៀលគឺត្រីអត់សូវចេញហើយធ្វើនាំតែខាត់នុយត្រីតូចទេចុងឬពេលល្ងាចបានសម្បូរអញ្ចឹងណាផ្អើលត្រីនៅនេះបងប្អូនទាំងអស់គ្នាហើយល្ងាចឡើងគឺចាប់ផ្ដើមចេញមកច្រើនតែធំបាត់អាតូចអស់រលីងអញ្ចឹងណាហើយពួកបងប្អូនខ្ញុំគឺអត់ជឿខ្ញុំទេអត់ជឿថាអត់ជឿខ្ញុំថាត្រីនៅនេះគឺសម្បូរនៅពេលល្ងាចហើយនឹងពេលព្រឹកអញ្ចឹងណាហើយបងប្អូនទាំងអស់គ្នានេះនុយសុបនិមិត្តដែលខ្ញុំទៅតែលេងលើកទី1ណាដែលលេងនុយសុបនិមិត្តនេះក៏ប៉ុន្តែខ្ញុំមានហៅថារបស់ត្រៀមជាស្រេចសម្រាប់ក្នុងការដោះវាព្រោះនុយសុបនិមិត្តសំខាន់បំផុតបងប្អូនបើសិនណាអត់ចេះរកវិធីដោះវាទេគឺលេងអត់តាន់គេទេបើសម្បូរត្រីផងបាច់ទេដោះអត់ងាយចេញទេព្រោះអ្នកណាគេមានវិធីអីដោះគឺខ្ញុំអត់ដឹងទេក៏ប៉ុន្តែដូចជាបងប្អូនបានឃើញហ្នឹងគឺខ្ញុំយកទៅកាប់អូតូម៉ាទិកយើងអាតូចហ្នឹងចាប់មាត់ត្រីហើយយើងយកអាដេញបងប្អូននឹងអសយើងរឹតច្បាក់កង់ច្បាក់ម៉ូតូអីហ្នឹងអសហ្នឹងគឺយើងរុញវាទៅតម្លាក់វាចុះទៅដើម្បីឲ្យយើងងាយស្រួលដោះអញ្ចឹងបងប្អូនអរគ្នាបើមិនបើយើងអត់ធ្វើអញ្ចឹងទេដោះអត់ងាយបានទេនុយសុបនិមិត្តដោះពីឆ្វេងជាប់ស្ដាំដល់ស្ដាំជាប់ឆ្វេងស្រួលមុតដៃយើងទៀតផងណាបងប្អូននឹងយើងរុញវាតម្លាក់ចុះអញ្ចឹងទៅហ្នឹងហើយអញ្ចឹងបងប្អូននេះលើវាជាប់វាអត់ពិបាកអីដូចអាដេញយើងដោះនឹងដៃទេអានេះវិធីសាស្ត្រនៃការដោះនុយសុបនិមិត្តហើយខ្ញុំនេះអត់មានដែលប្រើប្រាស់នុយសុបនិមិត្តទេគឺទីលើកទី1ទីបាទបងប្អូនហើយបងប្អូនមើលនៅក្នុងក្រុងរបស់ខ្ញុំគឺស្បូពេញហ្មងតែម្ដងឥឡូវនេះគឺមួយវីដេអូនេះគឺខ្ញុំអត់បិទវាទេគឺខ្ញុំបន្តវាទៅមុខទៀតព្រោះដោយសារតែវាសុបាយពងពេញសុបាយហ្នឹងហើយស្បូត្រីពេកទៅគឺយើងចាប់ដើមអត់ផ្ដាច់វីដេអូទេព្រោះមិនដឹងជាវីដេអូហ្នឹងថតចំប្លង់ឬអត់ទេបាទហ្នឹងហើយប៉ុន្តែនៅខាងព្រៃជ្រូកខ្ញុំ recommend ដល់បងប្អូនទាំងអស់គ្នាបើសិនណាបងប្អូនទាំងអស់គ្នាហ្នឹងគឺអត់ស្គាល់ទីតាំងបងប្អូនអាច comment នៅក្រោមវីដេអូរបស់ខ្ញុំនឹងផ្ញើ location ទៅកាន់បងប្អូនទាំងអស់គ្នាហើយដើម្បីសប្បាយទាំងអស់គ្នាទេបាទនឹងខ្ញុំអត់ដែលលាក់ប្រឡងលាក់អីទេតែដើមឡើយគឺខ្ញុំផុសនៅក្នុង Facebook ដូចជាវាអត់បានន័យអីចឹងណាហើយខ្ញុំព្យាយាមផុសនៅក្នុង YouTube ម្ដងបាទសូមអរគុណបងប្អូនទាំងអស់គ្នាហ្នឹងហើយដល់កោហើយទៅតែពេលវេលានេះឆ្នាំនេះហើយកន្លែងនេះទេបងប្អូនគឺពេញលេងសប្បាយខ្លាំងមែនទែនហើយខ្ញុំវត្តបាន4 5 6ក្បាលហើយបងប្អូនថ្ងៃនេះយកកន្លះក្រុងតទៅទៀតហើយអូយកន្លែងនេះតែមកប្រឡងហ្នឹងគឺខ្ញុំវត្តបានមិនចេះតិចទេមកដេញដូចសាហាវមកវោហើយយើងនុយសុបនិមិត្តបើយើងព្រះអង្គវាខំវាដូចខ្ញុំអត់ទុកចិត្តវាបងប្អូនបើយើងនុយដេញនុយស្រស់យើងចេះតែព្រះអង្គវាខំយ៉ាងតែហើយនុយសុបនិមិត្តយើងមិនដឹងជាព្រះអង្គទៅវាខំអត់អីបានតែអូសឲ្យលឿនបានវាខំទៅស្និទ្ធអាហ្នឹងជាវិធីសាស្ត្រនៃការដែលអូសរបស់ខ្ញុំទេតែខ្ញុំអត់ដែលបានពិសោធន៍ក្នុងការតម្លាក់ឲ្យវាខំហ្នឹងមើលទៅនុយជ័រយ៉ាងមិនសំណំខំអញ្ចឹងណាបានជាខ្ញុំព្យាយាមអូសឲ្យលឿនហើយត្រីចេះតែខំប្រឹងដេញមកហ្នឹងហើយបាទធំវាសាហាវ
ngày này là nghiệt ngọt rồi sao chọn anh nít đông thế mà buồn vót nó pin là ngày vót trong vì prực màu hột thời ông tại ngày xưa thì lâu đứng chập đớm nuôi tăng vì mong bầy nuôi sọ hiến nữa mong tăng mong bầy là đứng chập đớm vì mong bầy từ liền đó là hột là nghịch hẹp ôn nút tụi tia ba đạp rồi vì miền nuôi giúp bạn thì mới thấy nào mới vì nuôi vì đằng thà nhom nâu bờ to thì hào nhom thôi đấy tại nhom thà chăm vật tịch tiệt chẳng hạn hơi là ní cứ nhom lên dạ mưa nuôi giúp bạn thì vẫn cứ từ tua bàn Paul mếnแต่ละแต่พอเด้อบางโพนยังไงเป็นกรงมายังไงไงเนี่ยสบู่นะทมสบายได้บ้างยังไง